កិច្ច Derek Prince នៅកម្ពុជាសៀវភៅការសាកល្បងមេរៀនទី1គោលបំណងនៃការសាកល្បងតើមនុស្សជាអ្វីព្រមទាំងមកសួរគេរាល់តែព្រឹកហើយល្បងលោគេរាល់វេលាដូច្នេះព្រះគម្ពីរយោបជំពូក7ខ17និងខ18តើនោះមិនមែនជាការបើកសម្ដែងដ៏អស្ចារ្យទេឬអីដែលថាព្រះបានមកសួរយើងរាល់ព្រឹកហើយសាកល្បងយើងរាល់វេលាដូច្នេះនៅពេលដែលវាខ្លាចជាការពិតសម្រាប់ខ្ញុំត្រូវសួរខ្លួនឯងថាតើខ្ញុំបានត្រៀមខ្លួនដើម្បីទទួលការយាងមកទស្សនកិច្ចរបស់ព្រះជាម្ចាស់ជារៀងរាល់ព្រឹកដែរឬទេតើខ្ញុំបានភ្ញាក់ឡើងជាមួយនឹងការរំពឹងទុកនោះឬទេបន្ទាប់មកខ្ញុំបន្តសួរមកកាន់ខ្លួនឯងថាហេតុអ្វីបានជាព្រះជាម្ចាស់សាកល្បងយើងតើអ្វីជាគោលបំណងរបស់ទ្រង់វចនានុក្រមអង់គ្លេសរបស់លោក Collins បានផ្ដល់នូវនិយមន័យគួរឲ្យចាប់អារម្មណ៍នៃពាក្យសាកល្បងគឺដើម្បីដឹងច្បាស់ពីតម្លៃរបស់មនុស្សដោយឆ្លងកាត់ការប្រឡងជាក់លាក់មួយចំនួនព្រះជាម្ចាស់មិនបានសាកល្បងយើងដោយព្រោះទ្រង់ខ្ញាល់នឹងយើងឬទ្រង់ចង់ទាញយើងទម្លាក់នោះទេផ្ទុយទៅវិញការសាកល្បងគឺជាសញ្ញានៃការកប់ដោះព្រះハរតីរបស់ព្រះជាម្ចាស់ទ្រង់សាកល្បងយើងពីព្រោះទ្រង់ចង់បញ្ជាក់ពីតម្លៃរបស់យើងអ្នកលក់គ្រឿងអលង្ការម្នាក់ដាក់តម្លៃឲ្យមាសឬប្រាក់ដោយធ្វើការសាកល្បងជាក់លាក់ណាមួយគាត់ធ្វើបែបនេះពីព្រោះពួកវាមានតម្លៃគាត់មិនធុញទ្រាន់ក្នុងការធ្វើការសាកល្បងលោហៈធាតុទាំងនោះទេលោកយោបនិងលោកអាប់រ៉ាហាំជាឧទាហរណ៍នៅក្នុងសម័យកាលនៃពួកអាយកោមានបុរសម្នាក់ដែលមានភាពសុចរិតដ៏លេចធ្លោគាត់ឈ្មោះថាលោកយោបព្រះជាម្ចាស់មានមោទនភាពចំពោះយោបជាការពិតទ្រង់បានអួតអំពីគាត់នៅចំពោះសាតាំងរួចព្រះយេហូវ៉ាទ្រង់សួរសាតាំងថាឯងបានសង្កេតមើលយោបជាអ្នកបម្រើអញឬទេត្បិតគ្មានអ្នកណាមួយនៅផែនដីឲ្យដូចគាត់ឡើយជាអ្នកដែលគ្រប់លក្ខហើយទៀងត្រង់ក៏កោតខ្លាចដល់ព្រះហើយជៀសចេញពីសេចក្តីអាក្រក់ផងព្រះគម្ពីរយោបជំពូក1ខ8ក្នុងការឆ្លើយតបព្រះជាម្ចាស់អនុញ្ញាតឲ្យសាតាំងដាក់ការសាកល្បងលើលោកយោបទី1ទ្រង់អនុញ្ញាតឲ្យសាតាំងបំផ្លាញអ្វីៗគ្រប់យ៉ាងដែលជាកម្មសិទ្ធិរបស់លោកយោបទ្រព្យសម្បត្តិអ្នកបម្រើនិងកូនរបស់គាត់បន្ទាប់មកព្រះជាម្ចាស់យកព្រមឲ្យសាតាំងប៉ះពាល់ដល់ខ្លួនប្រាណរបស់យោបធ្វើឲ្យគាត់មានការឈឺចាប់តាំងពីក្បាលរហូតដល់ចុងជើងប៉ុន្តែទ្រង់មិនអនុញ្ញាតឲ្យសាតាំងដកយកជីវិតរបស់គាត់ឡើយលោកយោបទទួលស្គាល់ថាព្រះជាម្ចាស់បានសាកល្បងគាត់បាននិយាយថាហើយកាលណាទ្រង់បានសាកលោកខ្ញុំស្រេចហើយនោះខ្ញុំនឹងចេញមកដូចជាមាសព្រះគម្ពីរយោបជំពូក23ខ10នោះគឺជាមាសដែលត្រូវបានសាកល្បងដោយភ្លើងការនេះបានផ្ដល់ឲ្យគាត់នូវកម្លាំងក្នុងការអត់ធ្មត់គាត់បានស្រែកឡើងដោយក្តីឈឺចាប់ក្នុងព្រលឹងប៉ុន្តែគាត់មិនបោះបង់ចោលឡើយជាធម្មតាអេលីផាសនិងមិត្តភក្តិខាងសាសនាពីរនាក់ផ្សេងទៀតរបស់យោបបានសន្និដ្ឋានថាការរងទុក្ខរបស់យោបគឺដោយសារអំពើបាបដែលគាត់បានប្រព្រឹត្តហើយពួកគេបានធ្វើការចោទប្រកាន់ដ៏អាក្រក់គ្រប់ប្រភេទទៅលើគាត់នៅទីបំផុតព្រះជាម្ចាស់បានបង្ហាញឲ្យឃើញពីភាពត្រឹមត្រូវរបស់យោបហើយទ្រង់បានស្ដីបន្ទោសដល់មិត្តសម្លាញ់ទាំងពីររបស់គាត់ទ្រង់បានប្រាប់ទៅអេលីផាសថាត្បិតឯងរាល់គ្នាមិនបាននិយាយសេចក្តីដែលត្រឹមត្រូវពីអញដូចជាយោបជាអ្នកបម្រើអញទេព្រះគម្ពីរយោបជំពូក42ខ7លោកអាប់រ៉ាហាំគឺជាមនុស្សសុចរិតម្នាក់ទៀតដែលត្រូវបានទទួលរងនៅការសាកល្បងយ៉ាងធ្ងន់ធ្ងររហូតដល់ចំណុចដែលតម្រូវឲ្យថ្វាយកូនប្រុសរបស់គាត់ទៅធ្វើជាយ៉ាញ់បូជាដុតអាប់រ៉ាហាំបានឆ្លងកាត់ការសាកល្បងពិសេសពីព្រោះលោកមានវាសនាពិសេសមួយគឺក្លាយជាឪពុកនៃប្រជារាស្ត្រដែលព្រះបានជ្រើសរើសទាំងជនជាតិយូដានិងពួកគ្រីស្ទបរិស័ទព្រះធ្វើការសាកល្បងពិសេសដល់អ្នកណាដែលទ្រង់មានបំណងពិសេសសម្រាប់ជីវិតរបស់ពួកគេ
គម្ពីរសញ្ញាថ្មីព្រមានយើងយ៉ាងច្បាស់ថាក្នុងនាមជាគ្រីស្ទបរិស័ទយើងត្រូវរំពឹងថានឹងត្រូវឆ្លងកាត់ការសាកល្បងពេត្រុសប្រៀបធៀបជំនឿរបស់យើងទៅនឹងមាសដែលភាពពិតរបស់វាត្រូវតែសាកល្បងដោយភ្លើងព្រះគម្ពីរពេត្រុសខ្សែទី1ជំពូក1ខ7យ៉ាកុបប្រាប់យើងថាយើងត្រូវតែឆ្លើយតបទៅនឹងការសាកល្បងដោយអំណរបងប្អូនអើយកាលណាអ្នករាល់គ្នាមានសេចក្តីល្បួងផ្សេងនោះត្រូវរាប់ជាសេចក្តីអំណរសពគ្រប់វិញដោយដឹងថាការលបងលោមើលសេចក្តីជំនឿនៃអ្នករាល់គ្នានោះនាំបង្កើតឲ្យមានសេចក្តីខ្ជាប់ខ្ជួនចូលទុកឲ្យសេចក្តីខ្ជាប់ខ្ជួននោះបានធ្វើការឲ្យសម្រេចពេញលេញចុះដើម្បីឲ្យអ្នករាល់គ្នាបានគ្រប់លក្ខហើយពេញខ្នាតឥតខ្វះអ្វីឡើយព្រះគម្ពីរយ៉ាកុបជំពូក1ខ2ដល់ខ4ក្នុងឱកាសផ្សេងគ្នារូតនិងខ្ញុំម្នាក់ត្រូវតែប្រែចិត្តហើយសុំការអត់ទោសពីព្រះជាម្ចាស់ពីព្រោះយើងមិនបានឆ្លើយតបយ៉ាងត្រឹមត្រូវចំពោះការសាកល្បងមួយចំនួនដែលបានកើតឡើងក្នុងជីវិតរបស់យើងឡើយយើងមិនបានរាប់ការទាំងនោះថាជាសេចក្តីរីករាយទេលើសពីនេះលោកយ៉ាកុបបានយករឿងរបស់លោកយ៉ូបជាគំរូអំពីរបៀបឆ្លើយតបទៅនឹងការសាកល្បងមើលយើងហៅពួកដែលទ្រាំទ្រថាជាអ្នកមានពរចុះអ្នករាល់គ្នាបានលើនិយាយពីសេចក្តីអត់ធន់របស់លោកយ៉ូបទៅហើយក៏បានឃើញថាដល់ចុងបំផុតនោះព្រះអម្ចាស់ទ្រង់មានប្រហារតីមេត្តាករុណានិងសេចក្តីអាណិតអាសូរពោពេញដែរព្រះគម្ពីរយ៉ាកុបជំពូក5ខ11ការសាកល្បងឬការវាយប្រដៅវាសំខាន់ណាស់ដែលយើងត្រូវរៀនវែកញែករវាងការសាកល្បងរបស់ព្រះនិងការវាយប្រដៅរបស់ទ្រង់មនុស្សជាច្រើនហាក់ដូចជាសន្មតថានៅពេលដែលពួកគេបានក្លាយជាគ្រីស្ទបរិស័ទពួកគេត្រូវបានរួចផុតពីការវាយប្រដៅរបស់ព្រះជាពិសេសប្រសិនបើពួកគេជាអ្នកជឿអស់រយៈពេលជាយូរមកហើយទោះជាយ៉ាងណាអាកប្បកិរិយានេះមិនមានមូលដ្ឋាននៅក្នុងបទគម្ពីរទេចំពោះអ្នកជឿគម្ពីរហេព្រើរប្រាប់ពីការព្រមានដ៏មានឥទ្ធិពលមួយថាតែអ្នករាល់គ្នាបានភ្លេចដំបូន្មានដែលព្រះអង្គបានទូលមានអ្នករាល់គ្នាទុកដូចជាកូនថាកូនអើយមិនត្រូវមើលងាយការវេប្រដៅរបស់ព្រះអម្ចាស់ឡើយក៏មិនត្រូវធ្លាក់ទឹកចិត្តនៅពេលព្រះអង្គបន្ទោសកូនដែរត្បិតព្រះអម្ចាស់បង្រៀនប្រដៅអ្នកណាដែលព្រះអង្គស្រឡាញ់ហើយក៏វេផ្ចាលអស់ទាំងកូនដែលព្រះអង្គទទួលចូលអ្នករាល់គ្នាស៊ូទ្រាំនឹងការនេះទុកជាការព្រានប្រដៅចុះព្រោះព្រះប្រព្រឹត្តនឹងអ្នករាល់គ្នាដូចជាកូនហើយត្បិតតើមានកូនឯណាដែលឪពុកមិនវេប្រដៅនោះប្រសិនបើអ្នករាល់គ្នាមិនទទួលការវេប្រដៅដែលគ្រប់គ្នាត្រូវទទួលទេនោះអ្នករាល់គ្នាជាកូនឥតខណ្ឌស្លាទេមិនមែនជាកូនពិតប្រាកដឡើយព្រះគម្ពីរហេព្រើរជំពូក12ខ5ដល់ខ8តេតងនឹងរឿងនេះព្រះជាម្ចាស់បានធ្វើឲ្យខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះឧទាហរណ៍នៃការប្រព្រឹត្តរបស់ទ្រង់ជាមួយលោកម៉ូសេមានអាយុ80ឆ្នាំនៅពេលដែលព្រះអម្ចាស់បានបញ្ជាគាត់ឲ្យវិលត្រឡប់ទៅស្រុកអេស៊ីបវិញដើម្បីរំដោះពួកអ៊ីស្រាអែលចេញពីទេសភាពរបស់ពួកគេប៉ុន្តែនៅពេលដែលលោកម៉ូសេកំពុងធ្វើដំណើរពីស្រុកអេស៊ីបមកវិញព្រះអម្ចាស់បានជួបគាត់ហើយបានរោគសម្លាប់គាត់ព្រះគម្ពីរនៃខម្មានជំពូក4ខ24ដល់ខ26ហេតុអ្វីពីព្រោះដោយសារតែគាត់មិនស្ដាប់បង្គាប់ម៉ូសេមិនបានបំពេញតាមសេចក្តីសញ្ញានៃការកាត់ស្បែកដែលព្រះអម្ចាស់បានធ្វើជាមួយនឹងលោកអាប់រ៉ាហាំនិងកូនចៅរបស់គាត់ទេព្រះគម្ពីរលោកុបាទជំពូក17ខ9ដល់ខ14មានតែពេលដែលម៉ូសេបានប្រែចិត្តហើយឲ្យកូនប្រុសរបស់គាត់កាត់ស្បែកប៉ុណ្ណោះទើបព្រះអម្ចាស់បានទុកជីវិតរបស់ម៉ូសេនិងដោះលែងគាត់ឲ្យបន្តដំណើរទៅមុខទៀតព្រះជាម្ចាស់រោគសម្លាប់លោកម៉ូសេជាជាងអនុញ្ញាតឲ្យគាត់បន្តបេសកកម្មរបស់គាត់ដោយការមិនស្ដាប់បង្គាប់ទូនាទីជាអ្នកដឹកនាំមិនបានធ្វើឲ្យគាត់រួចផុតពីវិន័យរបស់ព្រះឡើយវាធ្វើឲ្យគាត់កាន់តែមានការទទួលខុសត្រូវចំពោះខ្ញុំទោះបីជាខ្ញុំបានដើរជាមួយព្រះអម្ចាស់អស់រយៈពេលជាង50ឆ្នាំក៏ដោយក៏នៅមានការអនុវត្តផ្ទាល់ខ្លួនមួយខ្ញុំមិនអាចរំពឹងថានឹងបំពេញភារកិច្ចដែលព្រះបានប្រទានមកឲ្យខ្ញុំបានទេប្រសិនបើខ្ញុំមានកន្លែងសម្រាប់ការមិនស្ដាប់បង្គាប់នៅក្នុងជីវិតរបស់ខ្ញុំ
នៅពេលដែលយើងស្ថិតនៅក្រោមការប្រព្រឹត្តរបស់ព្រះយើងត្រូវបន្ទាបខ្លួននៅចំពោះទ្រង់ហើយអធិដ្ឋានដូចជាការអធិដ្ឋានរបស់ដាវីតនៅក្នុងព្រះគម្ពីរទំនុកដំកើងជំពូក139ខ23ដល់ខ24ថាអោព្រះអង្គអើយសូមពិនិត្យមើលឲ្យបានស្គាល់ចិត្តទូបង្គំផងសូមលបងលោឲ្យបានជ្រាបអស់ទាំងគំនិតនៃទូបង្គំចុះសូមទតមើលបើមានអំពើអាក្រក់ណានៅក្នុងទូបង្គំហើយនាំទូបង្គំតាមផ្លូវដ៏នៅអស់កលជានិច្ចប្រសិនបើយើងអនុញ្ញាតឲ្យព្រះអង្គម្ចាស់ពិនិត្យមើលដួងចិត្តរបស់យើងដោយស្មោះហើយទ្រង់មិនបានដាក់ម្រាមប្រហោះរបស់ទ្រង់លើអ្វីដែលទាស់នឹងទ្រង់ទេនោះយើងអាចសន្និដ្ឋានថាយើងកំពុងស្ថិតក្រោមការសាក់លបងរបស់ព្រះមិនមែនការវាយប្រដៅរបស់ទ្រង់ទេអ្វីដែលព្រះជាម្ចាស់បើកសម្ដែងនិងកំណត់របៀបដែលយើងគួរឆ្លើយតបការឆ្លើយតបរបស់យើងចំពោះការវាយប្រដៅគួរតែជាការប្រែចិត្តហើយការឆ្លើយតបរបស់យើងចំពោះការសាកល្បងគួរតែជាការស៊ូទ្រាំប៉ុន្តែប្រសិនបើយើងខំប្រឹងស៊ូទ្រាំនៅពេលដែលយើងត្រូវប្រែចិត្តវិញនោះយើងកំពុងធ្វើកំហុសដោយមានចិត្តរឹងរូសនិងមិនយកចិត្តទុកដែរតើព្រះជាម្ចាស់កំពុងស្វែងរកអ្វីបញ្ហាជាមូលដ្ឋាននៃអំពើបាបឬសេចក្តីសុចរិតត្រូវបានកំណត់នៅក្នុងការល្បួងដំបូងរបស់សាតាំងចំពោះអាដាមនិងអេវ៉ាឈ្មោះជាភាសាក្រិករបស់វាគឺ Diabolos ដែលជាភាសាអង់គ្លេស Devil មានន័យថាអ្នកបង្កាច់បង្ខូចការបង្កាច់បង្ខូចនរណាម្នាក់មានន័យថាបង្ខូចកេរ្តិ៍ឈ្មោះនិងលក្ខណៈរបស់ពួកគេនេះគឺជាសកម្មភាពចម្បងបំផុតរបស់សាតាំងជាដំបូងសាតាំងបង្ខូចលក្ខណៈសម្បត្តិរបស់ព្រះជាម្ចាស់ដូច្នេះហើយសំណួរដើមរបស់វាទៅកាន់អេវ៉ាថាតើព្រះមានបន្ទូលហាមមិនឲ្យអ្នកបរិភោគផ្លែឈើណានៅក្នុងសួនច្បារមែនឬព្រះគម្ពីរលោកុបាទជំពូក3ខ1សាតាំងបានបង្កប់ន័យថាព្រះជាម្ចាស់ជាមេដឹកនាំផ្ដាច់ការម្នាក់ដែលអយុត្តិធម៌ខ្វះក្តីស្រឡាញ់និងបំពានវាធ្វើឲ្យអាដាមនិងអេវ៉ាគិតថាព្រះបានរារាំងពួកគេចេញពីកម្រិតខ្ពស់ជាងនៃចំណេះដឹងដែលពួកគេអាចទទួលបានប្រសិនបើពួកគេបរិភោគផ្លែឈើពីដើមដឹងខុសត្រូវគោលដៅរបស់សាតាំងគឺដើម្បីបំផ្លាញទំនុកចិត្តរបស់ពួកគេលើសេចក្តីល្អរបស់ព្រះខណៈពេលដែលតាមពិតព្រះបានប្រទានអ្វីៗគ្រប់យ៉ាងដែលល្អស្រស់ស្អាតនិងរីករាយដល់ពួកគេរួចហើយដោយចាប់ផ្ដើមពីការមិនទុកចិត្តលើសេចក្តីល្អរបស់ព្រះអាដាមនិងអេវ៉ាបានផ្លាស់ប្ដូរទៅជាការមិនជឿលើព្រះបន្ទូលរបស់ព្រះហើយបន្ទាប់មកទៅជាការមិនស្ដាប់បង្គាប់ការធ្លាក់ចុះក្នុងអំពើបាបរបស់ពួកគេមាន3ដំណាក់កាលគឺការមិនទុកចិត្តការមិនជឿនិងការមិនស្ដាប់បង្គាប់តាមរយៈជំនឿលើព្រះគ្រីស្ទព្រះបានប្រទានការប្រោះលោះដែលបញ្ច្រាស់ដំណើរការធ្លាក់ចុះនៃការដួលរលំវាជំនួសការមិនជឿដោយជំនឿការមិនស្ដាប់បង្គាប់ដោយការស្ដាប់បង្គាប់និងការមិនទុកចិត្តដោយការទុកចិត្តជំនឿដែលនាំទៅដល់ការស្ដាប់បង្គាប់គឺជាដំណាក់កាលដំបូងប៉ុន្តែដំណើរការនេះមិនទាន់បញ្ចប់ទេរហូតដល់ជំនឿបានរីកចម្រើនទៅជាការទុកចិត្តពេញលេញការទុកចិត្តព្រះជាម្ចាស់តើអ្វីជាភាពខុសគ្នារវាងជំនឿនិងការទុកចិត្តចម្លើយមួយដែលមិនមែនជាទ្រឹស្ដីខាងសាសនវិជ្ជាគឺជំនឿគឺជាសកម្មភាពមួយការទុកចិត្តគឺជាអាកប្បកិរិយាមួយការបង្ហាញយ៉ាងច្បាស់មួយអំពីភាពខុសគ្នារវាងជំនឿជាសកម្មភាពនិងការទុកចិត្តដែលជាអាកប្បកិរិយាត្រូវបានចែងនៅក្នុងព្រះគម្ពីរទំនុកដំកើងជំពូក37ខ5ចូលទុកដាក់ផ្លូវអ្នកនិងព្រះយេហូវ៉ាចុះថែមទាំងទុកចិត្តដល់ទ្រង់ផងនោះទ្រង់នឹងប្រោះឲ្យបានសម្រេចការទុកដាក់ផ្លូវឬការបដិញ្ញាចិត្តពិពណ៌នាសកម្មភាពមួយនៃជំនឿការទុកចិត្តពិពណ៌នាអំពីអាកប្បកិរិយាជាបន្តដែលកើតឡើងបន្ទាប់ពីសកម្មភាពដំបូងនៃការបដិញ្ញាចិត្តបន្ទាប់ពីនោះព្រះជាម្ចាស់ទទួលខុសត្រូវទ្រង់នឹងប្រោះឲ្យបានសម្រេចឧទាហរណ៍សាមញ្ញមួយគឺការដាក់ប្រាក់នៅក្នុងធនាគារអ្នកប្រគល់ប្រាក់របស់អ្នកទៅឲ្យអ្នកទទួលប្រាក់
ហើយអ្នកទទួលបានវិកាយបត្រមកវិញនោះគឺជាការបដិញ្ញាចិត្តបន្ទាប់ពីនោះអ្នកមិនគេងនៅពេលយប់ដោយឆ្ងល់ថាតើធនាគារពិតជាមើលថែប្រាក់របស់ខ្ញុំមែនទេតើខ្ញុំពិតជាទទួលបានការប្រាក់ឬទេគឺអ្នកគ្រាន់តែដាក់បង្កាន់ដៃនៅកន្លែងសុវត្ថិភាពហើយគេងលក់យ៉ាងស្កប់ស្កល់នោះហើយគឺជាការទុកចិត្តគ្រីស្ទបរិស័ទជាច្រើនបានធ្វើការដំបូងដែលជាសកម្មភាពនៃជំនឿប៉ុន្តែមិនរក្សាអាកប្បកិរិយានៃការទុកចិត្តទេតើមានមនុស្សប៉ុន្មានអ្នកក្នុងចំណោមពួកយើងដែលយល់ថាវាងាយស្រួលជាងក្នុងការទុកចិត្តធនាគារនៅលើផែនដីជាជាងទុកចិត្តព្រះជាម្ចាស់នៅស្ថានសួគ៌គោលបំណងសំខាន់មួយនៅពីក្រោយការសាកល្បងរបស់ព្រះគឺដើម្បីបង្កើតការទុកចិត្តដល់ព្រះអង្គនៅក្នុងយើងនេះជាការពិតចំពោះលោកយោបនៅចំពោះមុខការសាកល្បងទាំងអស់របស់គាត់បានបញ្ជាក់ថាទោះបើទ្រង់សម្លាប់ខ្ញុំក៏ដោយគង់តែខ្ញុំនឹងទុកចិត្តដល់ទ្រង់ដែរព្រះគម្ពីរយោបជំពូក13ខ15លើសពីនេះទំនុកចិត្តបានអនុញ្ញាតឲ្យលោកយោបងើបភ្នែកឡើងពីលើអាណាចក្រនៃពេលវេលាមើលទៅឃើញពីភាពអស្ចារ្យជានិច្ចនិងការរស់ឡើងវិញប៉ុន្តែឯខ្ញុំដឹងថាអ្នកដែលលួសខ្ញុំទ្រង់មានប្រជញ្ញរស់នៅហើយដល់ចុងក្រោយទ្រង់នឹងមកឈរនៅលើផែនដីហើយក្រោយដែលសម្បកកាយខ្ញុំនេះត្រូវរលាយទៅគឺក្រៅពីរាងកាយនោះខ្ញុំនឹងបានឃើញព្រះដែលខ្ញុំគឺខ្លួនខ្ញុំនេះនឹងឃើញដោយខ្លួនខ្ញុំមិនមែនអ្នកណាទៀតគឺភ្នែកខ្លួនខ្ញុំនឹងបានឃើញទ្រង់ចិត្តខ្ញុំក៏ហេវទៅនៅក្នុងខ្លួនដោយរងចាំពេលនោះព្រះគម្ពីរយោបជំពូក19ខ25ដល់ខ27ហេតុអ្វីបានជាការទុកចិត្តមានសារៈសំខាន់ព្រោះវាបង្ហាញពីការវាយតម្លៃរបស់យើងអំពីលក្ខណៈរបស់ព្រះជាម្ចាស់នៅពេលដែលអាដាមនិងអេវ៉ាបានចោះចាញ់នឹងការសាកល្បងពីសាតាំងសកម្មភាពរបស់ពួកគេបាននិយាយខ្លាំងជាងពាក្យណាដែលពួកគេអាចនិយាយបានពួកគេនិយាយថាព្រះមិនយុត្តិធម៌និងគ្មានក្តីស្រឡាញ់ព្រះមិនកំពុងប្រព្រឹត្តចំពោះយើងដោយយុត្តិធម៌ទេព្រះមិនគួរឲ្យទុកចិត្តបានទេសេចក្តីសង្គ្រោះរបស់យើងពីអំពើបាបមិនតាន់ពេញលេញទេរហូតដល់វាបានលុបចោលផលប៉ះពាល់នៃការធ្លាក់ចុះហើយបង្កើតឲ្យមានគុណភាពនៃការជឿទុកចិត្តនៅក្នុងយើងនេះអាចតម្រូវឲ្យយើងឆ្លងកាត់ការសាកល្បងជាច្រើនដូច្នេះវាសំខាន់ណាស់ដែលយើងមិនភ្លេចពីគោលបំណងចុងក្រោយរបស់ព្រះនោះគឺកសាងទំនុកចិត្តដែលមិនអាចរង្គោះរង្គើបាននៅក្នុងយើងលើភាពគួរឲ្យទុកចិត្តទាំងស្រុងរបស់ទ្រង់ដូចជាព្រះគ្រីស្ទព្រះយេស៊ូវផ្ទាល់បានប្រទានដល់យើងនៅគំរូដ៏ខ្ពង់ខ្ពស់បំផុតនៃការជឿទុកចិត្តដើម្បីបំពេញផែនការរបស់ព្រះវរបិតារបស់ទ្រង់ត្រូវបានប្រគល់ទៅឲ្យមនុស្សអាក្រក់ខូខើនិងគ្មានព្រះពួកគេបានសើចចំអកឲ្យទ្រង់ស្ដោះទឹកមាត់ដាក់ទ្រង់វេទ្រង់ដោះសម្លៀកបំពាក់ទ្រង់ចេញហើយបានឆ្កាងទ្រង់នៅលើឈើឆ្កាងនៅទីបំផុតទ្រង់បានស្រែកថាអោព្រះអង្គនៃទូលបង្គំអើយហេតុអ្វីបានជាទ្រង់ចោលទូលបង្គំព្រះគម្ពីរម៉ាថាយជំពូក27ខ46យ៉ាងណាក៏ដោយក្នុងរឿងទាំងអស់នេះទំនុកចិត្តរបស់ទ្រង់លើភាពស្មោះត្រង់របស់ព្រះវរបិតារបស់ទ្រង់មិនដែលរលត់ឡើយជាមួយនឹងដង្ហើមចុងក្រោយរបស់ទ្រង់បានប្រគល់វិញ្ញាណរបស់ទ្រង់ត្រឡប់ទៅឯព្រះវរបិតាវិញតើយើងនឹងឆ្លើយតបយ៉ាងណាប្រសិនបើយើងស្រែករកព្រះអម្ចាស់ហើយទ្រង់ហាក់ដូចជាមិនឆ្លើយតបនឹងយើងតើយើងនៅតែអាចទុកចិត្តលើភាពស្មោះត្រង់របស់ទ្រង់បានទេសូមចាំថាព្រះយកប្រតិទុកតានិងចរិតលក្ខណៈរបស់យើងជាជាងសមិទ្ធផលរបស់យើងសមិទ្ធផលមានសារៈសំខាន់តែនៅក្នុងអាណាចក្រនេះប៉ុណ្ណោះចរិតលក្ខណៈគឺអស់កជានិច្ចវាកំណត់នៅអ្វីដែលយើងនឹងមានជារៀងរហូតព្រះនឹងមិនអនុញ្ញាតឲ្យយើងត្រូវបានសាកល្បងលើសពីអ្វីដែលយើងអាចទ្រាំទ្របាននោះទេទ្រង់មិនរំពឹងពីយើងនៅអ្វីដែលទ្រង់ទាមទារពីព្រះយេស៊ូវទេប្រហែលជាមិនចង់បានសំបីតែអ្វីដែលទ្រង់ទាមទារពីយោបនោះផងរាល់ការសាកល្បងដែលយើងឆ្លងកាត់ត្រូវបានរចនាឡើងដើម្បីកសាងចរិតលក្ខណៈរបស់យើងរហូតដល់យើងក្លាយជាអ្វីគ្រប់យ៉ាងដែលព្រះបានបង្កើតយើងនៅក្នុងព្រះគ្រីស្ទ
មានពោហើយមនុស្សណាដែលស៊ូទ្រាំនឹងសេចក្តីល្បងត្បិតកាលណាត្រូវលបងលោឃើញថាខ្ជាប់ខ្ជួនហើយនោះនឹងទទួលបានមកុដនៃជីវិតដែលព្រះអម្ចាស់ទ្រង់សន្យានឹងប្រទានឲ្យដល់អស់អ្នកណាដែលស្រឡាញ់ទ្រង់ព្រះគម្ពីរយ៉ាកុបជំពូក1ខ12មេរៀនទី2ការឆ្លើយតបទៅនឹងការសាឡបងក្នុងនាមជាគ្រីស្ទបរិស័ទយើងទាំងអស់គ្នានឹងឆ្លងកាត់ការសាឡបងពួកវាអាចមានទម្រង់ផ្សេងជាច្រើនវាអាចជាវិបត្តិសុខភាពឬហិរញ្ញវត្ថុរបស់យើងការបែកបាក់ក្នុងទំនាក់ទំនងផ្ទាល់ខ្លួនការបដិសេធឬការធ្វើទុកបុកម្នេញដោយសារតែជំនឿរបស់យើងក្នុងពេលណាមួយនៃការសាឡបងវាមានភាពចាំបាច់ត្រូវចងចាំថាព្រះជាម្ចាស់យកចិត្តទុកដាក់ចំពោះចរិតលក្ខណៈរបស់យើងជាងសមិទ្ធផលរបស់យើងតើយើងត្រូវឆ្លើយតបយ៉ាងណាចំពោះការសាឡបងដោយដែលយើងបានឃើញយើងត្រូវតែបែងចែកឲ្យច្បាស់រវាងការសាឡបងនិងការវាយប្រដៅជាញឹកញាប់យើងបរាជ័យក្នុងការទទួលស្គាល់ថាវាជាការវាយប្រដៅរបស់ព្រះជាលទ្ធផលយើងប្រកាន់យកអរិយាបថប្រឆាំងនឹងអរិយខណៈពេលដែលការពិតយើងគួរតែចោះចូលនឹងព្រះជាម្ចាស់ឬគល់នៃបញ្ហាចរិតលក្ខណៈដែលការនេះបានបង្ហាញគឺអំនួតមានសេចក្តីអធិដ្ឋានមួយនៅចុងបញ្ចប់នៃព្រះគម្ពីរទំនុកដំកើងជំពូក19ដែលរូតនិងខ្ញុំតែងតែនិយាយឡើងវិញតើអ្នកណានឹងស្គាល់អំពើខុសឆ្គងរបស់ខ្លួនបានសូមជំរះទូបង្គំឲ្យជ្រះស្អាតពីអំពើលាក់កំបាំងផងសូមរៀងរាទូបង្គំជាអ្នកបម្រើទ្រង់ឲ្យរួចពីបាបដែលធ្វើដោយល្មើសដែរកុំឲ្យបាបនោះមានអំណាចលើទូបង្គំឡើយនោះទូបង្គំនឹងបានទៀងត្រង់ហើយនឹងបានរួចពីអំពើរំលងយ៉ាងធំផងខ12ដល់ខ13ខ្ញុំសង្កេតឃើញថាអំពើលាក់កំបាំងមិនមែនជារឿងរ៉ាវដែលយើងរក្សាអាថ៌កំបាំងពីមនុស្សដទៃឡើយប៉ុន្តែភាគច្រើនគឺជារឿងដែលយើងលាក់ពីព្រះជាម្ចាស់វាជាអាថ៌កំបាំងផ្ទាល់ខ្លួនឬក៏ជាកំហុសនៅក្នុងចរិតលក្ខណៈផ្ទាល់ខ្លួនដែលយើងខ្លួនឯងមិនដឹងស្ដេចដាវីតពិពណ៌នាពួកវាថាជាអំពើបាបដែលធ្វើដោយល្មើសគឺជាអំពើបាបដែលយើងប្រព្រឹត្តនៅពេលដែលយើងសន្មតថាអកប្បកិរិយារបស់យើងអាចទទួលយកបានចំពោះព្រះខណៈពេលដែលតាមពិតវាតោះទៅតឹងនឹងទ្រង់ជាញឹកញាប់ព្រះជាម្ចាស់នឹងមិនបង្ហាញអំពើបាបបែបនេះដល់យើងទេរហូតដល់យើងសម្រេចចិត្តបន្ទាបខ្លួនហើយអញ្ជើញទ្រង់ឲ្យពិនិត្យមើលចរិតលក្ខណៈរបស់យើងនិងបង្ហាញពីចេតនាដ៏ជ្រាលជ្រៅបំផុតរបស់យើងមានតែពេលនោះទេដែលទ្រង់ធ្វើការវាយប្រដៅរបស់ទ្រង់មានរឿង4យ៉ាងដែលយើងត្រូវត្រៀមឲ្យបានត្រឹមត្រូវប្រសិនបើយើងចង់ទទួលការវាយប្រដៅពីព្រះជាម្ចាស់ដោយមានអាកប្បកិរិយាត្រឹមត្រូវទី1ការប្រែចិត្តប្រហែលជាគោលលទ្ធិគ្រឹះរបស់គ្រីស្ទបរិស័ទដែលត្រូវបានសង្កត់ធ្ងន់តិចតួចប៉ុណ្ណោះដោយគ្រូអធិប្បាយសម័យបច្ចុប្បន្នគ្រាន់តែជឿគឺជាសារដែលស្ដាប់ទៅផ្អែមល្ហែមប៉ុន្តែវាមិនមែនជាបទគម្ពីរទេពីដើមដល់ចប់នៃគម្ពីរសញ្ញាថ្មីសារនោះគឺទី1ប្រែចិត្តបន្ទាប់មកជឿនៅពេលដែលមានអំពើបាបនៅក្នុងជីវិតរបស់យើងការជឿគ្រប់ប្រភេទដែលមិនកើតចេញពីការប្រែចិត្តគឺជាជំនឿคล้ายៗរបស់មនុស្សវាមិនបង្កើតលទ្ធផលដែលបណ្ដាលមកពីជំនឿពិតប្រាកដនោះទេឧទាហរណ៍ដ៏សាមញ្ញមួយនៃការប្រែចិត្តពិតគឺការបត់ត្រឡប់ក្រោយនៃយានយន្តអ្នកទទួលស្គាល់ថាអ្នកមិនបានរស់នៅតាមរបៀបត្រឹមត្រូវអ្នកឈប់ហើយបត់ត្រឡប់ក្រោយបន្ទាប់ពីនោះអ្នកបន្តលើទិសដៅផ្ទុយប្រសិនបើអ្នកមិនធ្វើដំណើរទៅទិសដៅផ្ទុយទេអ្នកមិនទាន់ប្រែចិត្តពិតប្រាកដនៅឡើយទេទី2ការបដិញ្ញាចិត្តយោងទៅតាមព្រះគម្ពីររ៉ូមជំពូក10ខ9មានលក្ខខណ្ឌចាំបាច់2សម្រាប់សេចក្តីសង្គ្រោះបើមាត់អ្នកនឹងទទួលថ្លែងប្រាប់ពីព្រះអម្ចាស់យេស៊ូវហើយអ្នកជឿក្នុងចិត្តថាព្រះបានប្រោសឲ្យទ្រង់រស់ពីស្លាប់ឡើងវិញនោះអ្នកនឹងបានសង្គ្រោះពិតនៅពេលដែលអ្នកសារភាពថាព្រះយេស៊ូវជាព្រះអម្ចាស់នោះវាមានន័យថាអ្នកផ្ដល់សិទ្ធិឲ្យទ្រង់គ្រប់គ្រងដោយគ្មានលក្ខខណ្ឌ
លើជីវិតទាំងមូលរបស់អ្នកទាំងពេលវេលាលុយកាក់ទេពកោសល្យអត្ថិភាពនិងទំនាក់ទំនងរបស់អ្នកមិនអាចបន្សល់ទុកអ្វីមួយបានឡើយដោយដែលមាននរណាម្នាក់បាននិយាយថាប្រសិនមកព្រះយេស៊ូវមិនមែនជាព្រះអម្ចាស់លើអ្វីទាំងអស់ទេនោះទ្រង់មិនមែនជាព្រះអម្ចាស់តតែសោះទី3អកប្បកិរិយាចំពោះព្រះគម្ពីរសាតាំងបានធ្វើឲ្យឪពុកម្ដាយដំបូងរបស់យើងធ្លាក់ចុះនៅពេលដែលវាបានលបងពួកគេឲ្យចោទសួរសេចក្តីពិតនៃព្រះបន្ទូលរបស់ព្រះតើព្រះមានបន្ទូលនៅក្នុងលោកុបាទជំពូក3ខ1ព្រះយេស៊ូវផ្ទាល់បានដាក់ត្រាសិទ្ធិអំណាចដ៏អស្ចារ្យរបស់ទ្រង់លើបទគម្ពីរនៅពេលដែលទ្រង់ហៅគម្ពីរថាជាព្រះបន្ទូលរបស់ព្រះហើយបានបន្ថែមថាហើយបើលើកចោលបទណាមិនបាននៅក្នុងព្រះគម្ពីរយូហានជំពូក10ខ35លោកប៉ុលបានបញ្ជាក់យ៉ាងច្បាស់ថាគ្រប់ទាំងបទគម្ពីរគឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងទេព្រះគម្ពីរធីម៉ូថេខ្សែទី2ជំពូក3ខ16ការចោទសួរអំពីសិទ្ធិអំណាចនៃបទគម្ពីរគឺជាអ្វីដែលគ្មាននរណាម្នាក់ក្នុងចំណោមយើងអាចធ្វើបានឡើយវានាំទៅរកគ្រោះមហន្តរាយនៅសព្វថ្ងៃនេះដោយដែលវាបានកើតឡើងនៅក្នុងសួនច្បារអេដែនដែរទី4ទំនាក់ទំនងដ៏ត្រឹមត្រូវគោលលទ្ធិត្រឹមត្រូវគឺជាមូលដ្ឋានគ្រឹះនៃជំនឿរបស់គ្រីស្ទបរិស័ទប៉ុន្តែគោលលទ្ធិត្រឹមត្រូវដែលត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវនឹងបង្កើតឲ្យមានទំនាក់ទំនងត្រឹមត្រូវទំនាក់ទំនងផ្ទាល់ខ្លួនរបស់យើងគួរតែឆ្លុះបញ្ចាំងពីគោលលទ្ធិដែលយើងប្រកាសព្រះយេស៊ូវផ្ទាល់បានសង្កត់ធ្ងន់យ៉ាងខ្លាំងទៅលើការរក្សាទំនាក់ទំនងត្រឹមត្រូវទ្រង់បានប្រទានគោលការណ៍នៃការណែនាំច្បាស់លាស់សម្រាប់ការដោះស្រាយជាមួយបងប្អូនដែលប្រព្រឹត្តអំពើបាបប្រឆាំងនឹងយើងនៅក្នុងព្រះគម្ពីរម៉ាថាយជំពូក18ខ15ដល់ខ17នៅក្នុងសេចក្តីអធិប្បាយនៅលើភ្នំទ្រង់បានព្រមានថាចូលឲ្យអ្នកជាស្រស់ស្រួលនិងអ្នកដើមចោតវិញជាប្រញាប់ដែលកំពុងតែដើរតាមផ្លូវជាមួយគ្នាក្រែងគេបញ្ជូនអ្នកទៅឯចៅក្រមហើយចៅក្រមប្រគល់អ្នកទៅនាយភូឃុំរួចអ្នកត្រូវជាប់គុកព្រះគម្ពីរម៉ាថាយជំពូក5ខ25ទ្រង់បានបញ្ចប់នៅគំរូនៃសេចក្តីអធិដ្ឋានរបស់ទ្រង់ដោយការព្រមានដ៏ម៉ឺងម៉ាត់មួយថាតែបើអ្នករកគ្នាមិនអត់ទោសចំពោះការរំលងច្បាប់ឲ្យគេទេនោះព្រះវរបិតានៃអ្នកទ្រង់ក៏មិនអត់ទោសចំពោះការរំលងច្បាប់ដែលអ្នករកគ្នាប្រព្រឹត្តធ្វើដែរព្រះគម្ពីរម៉ាថាយជំពូក6ខ15នៅក្នុងពេលវេលានៃការសាកល្បងណាមួយយើងគួរតែប្រុងប្រយ័ត្នក្នុងការពិនិត្យមើលអាកប្បកិរិយានិងទំនាក់ទំនងរបស់យើងដើម្បីធានាថាយើងមិនមានការជូរចត់ឬការអាក់អន់ចិត្តឬការមិនអត់ទោសនៅក្នុងចិត្តរបស់យើងឡើយយើងត្រូវតែចងចាំថាយើងមិនអាចមានទំនាក់ទំនងត្រឹមត្រូវជាមួយនឹងមនុស្សខុសបានទេលោកប៉ុលបានព្រមានយើងថាកុំឲ្យច្រឡំឡើយពីព្រោះពួកម៉ាអាក្រក់តែងនឹងបង្ខូចកិរិយាល្អព្រះគម្ពីរកូរិនថូសខ្សែទី1ជំពូក15ខ33យើងមិនអាចរស់នៅដោយបរិសុទ្ធបានទេប្រសិនបើយើងជ្រើសរើសខ្សែគប់ជាមួយមនុស្សមិនបរិសុទ្ធដូច្នេះទំនាក់ទំនងបែបនេះទាំងអស់ត្រូវតែកាត់ផ្តាច់ដោយដាវមុតស្រួចនៃព្រះបន្ទូលរបស់ព្រះគំរូរបស់ព្រះយេស៊ូវនៅពេលដែលយើងងាកទៅរករបៀបដែលយើងគួរឆ្លើយតបទៅនឹងការសាកល្បងគំរូដ៏ឧត្តមនៃការឆ្លើយតបត្រឹមត្រូវចំពោះការសាកល្បងត្រូវបានផ្ដល់ដោយព្រះយេស៊ូវផ្ទាល់ព្រោះទ្រង់បានត្រូវសេចក្តីល្បងគ្រប់យ៉ាងដូចជាយើងរាល់គ្នាដែរតែឥតធ្វើបាបឡើយព្រះគម្ពីរហេព្រើរជំពូក4ខ15ការធ្វើតាមគំរូរបស់ទ្រង់តម្រូវឲ្យយើងដូច្នេះដែលមានស្មោះបន្ទាល់មួយវងធំម្លេះនៅព័ទ្ធជុំវិញយើងនោះត្រូវឲ្យយើងចោលអស់ទាំងបន្ទុកនិងអំពើបាបដែលរុំយើងជុំវិញជាងាយម្លេះនោះចេញហើយត្រូវរត់ក្នុងទីប្រណាំងដែលនៅមុខយើងដោយអំណត់ទាំងរំពឹងមើលដល់ព្រះយេស៊ូវដ៏ជាមេផ្ដើមហើយជាមេសម្រេចនៃសេចក្តីជំនឿរបស់យើងដែលទ្រង់បានរងទ្រាំនៅលើឈើឆ្កាងទាំងមើលងាយចំពោះសេចក្តីអាម៉ាស់ខ្មាស់នោះឲ្យតែបានសេចក្តីអំណរដែលនៅចំពោះទ្រង់រួចទ្រង់ក៏គង់ខាងស្ដាំបល្ល័ង្កនៃព្រះ
ព្រះគម្ពីរហេព្រើរជំពូក12ខ1ដល់ខ2វាមិនគ្រប់គ្រាន់ទេក្នុងការដោះស្រាយតែរឿងរ៉ាវក្នុងជីវិតយើងដែលពេញដោយអំពើបាបយើងក៏ត្រូវលុបបំបាត់នៅអ្វីដែលធ្វើឲ្យយើងចុះខ្សោយផងដែរទោះបីជារឿងមួយចំនួនមិនមែនជាអំពើបាបនៅក្នុងខ្លួនវាក៏ដោយប៉ុន្តែវាអាចនឹងរារាំងយើងពីការផ្ដោតនិងការខិតខំប្រឹងប្រែងទាំងអស់ក្នុងការបម្រើព្រះគ្រីស្ទអ្នករត់ប្រណាំងម្នាក់ត្រូវតែដោះចេញនៅអ្វីៗទាំងអស់ដែលជាប់នឹងខ្លួនរបស់ពួកគេឲ្យនៅសេសសល់តិចតួចបំផុតគាត់នឹងមិនស្ពេយអ្វីដែលមានទម្ងន់ធ្ងន់ធ្ងរនោះទេយើងក៏ត្រូវធ្វើដូចគ្នាដែរខាងក្រោមនេះជារឿងមួយចំនួនដែលយើងប្រហែលជាត្រូវលុបបំបាត់ចោលកាតព្វកិច្ចសង្គមដែលគ្មានសារៈសំខាន់ខាងវិញ្ញាណការភ្ជាប់អារម្មណ៍ទៅនឹងមនុស្សទីកន្លែងឬសត្វចិញ្ចឹមការព្រួយបារម្ភហួសហេតុជាមួយទីផ្សារភាគហ៊ុនកីឡាឬម៉ូដសម្លៀកបំពាក់របស់ស្ត្រីការដើរទិញអីវ៉ាន់នៅខាងក្រៅការព្រួយបារម្ភអំពីលុយកាក់សុខភាពគ្រួសារឬនយោបាយតកតងនឹងរឿងនីមួយៗដែលយើងលះបង់ពេលវេលានិងការយកចិត្តទុកដាក់យើងត្រូវសួរសំណួរពីរតើវាលើកតម្កើងព្រះយេស៊ូវទេតើវាពង្រឹងខ្ញុំខាងវិញ្ញាណទេតម្រូវការសម្រាប់ការស៊ូទ្រាំតម្រូវការសំខាន់មួយក្នុងព្រះគម្ពីរតកតងនឹងចរិតលក្ខណៈគឺការស៊ូទ្រាំទោះយ៉ាងណាក៏ដោយសម្រាប់គ្រីស្ទបរិស័ទជាច្រើនវាមិនមែនជាប្រធានបទពេញនិយមនោះទេប្រសិនបើក្នុងការអធិប្បាយរបស់ខ្ញុំប្រកាសថាប្រធានបទសម្រាប់ថ្ងៃនេះគឺការស៊ូទ្រាំខ្ញុំនឹងឮសំឡេងឆ្លើយតបថា Hallelujah តិចតួចប៉ុណ្ណោះពេលខ្លះខ្ញុំបន្តនិយាយថាសូមឲ្យខ្ញុំប្រាប់អ្នកពីរបៀបបណ្ដោះភាពស៊ូទ្រាំមនុស្សស្ដាប់ដោយអន្ទះសារដោយចង់ដឹងពីអត្ថកម្បាំងនោះបន្ទាប់មកខ្ញុំបន្តថាមានផ្លូវតែមួយគត់ដើម្បីបណ្ដោះភាពស៊ូទ្រាំហើយនោះគឺត្រូវស៊ូទ្រាំនោះត្រូវបានស្វាគមន៍ដោយសំឡេងសមូហភាពនៃការដកដង្ហើមធំដែលហាក់បីដូចជានិយាយថាតើអ្នកកំពុងតែមានន័យថាមិនមានវិធីងាយស្រួលជាងនេះទៀតទេឬទេគ្មានវិធីងាយស្រួលជាងនេះទេការស៊ូទ្រាំគឺជាធាតុផ្សំសំខាន់មួយនៃការរស់នៅជាគ្រីស្ទបរិស័ទដ៏ជោគជ័យហើយវាអាចត្រូវបានបណ្ដុះបណ្ដាលដោយការស៊ូទ្រាំប៉ុណ្ណោះនៅពេលដែលយើងទទួលយកសេចក្តីពិតយើងអាចចាប់ផ្ដើមឆ្លើយតបយ៉ាងត្រឹមត្រូវចំពោះការសាកល្បងនីមួយៗដែលមកដល់យើងអាចរាប់ជាសេចក្តីអំណរសពគ្រប់វិញដោយដឹងថាការលបងលោមើលសេចក្តីជំនឿនៃអ្នករាល់គ្នានោះនាំបង្កើតឲ្យមានសេចក្តីខ្ជាប់ខ្ជួនព្រះគម្ពីរយ៉ាកុបជំពូក1ខ2ដល់ខ3ប៉ុន្តែយើងក៏ត្រូវបានព្រមានផងដែរថាយើងត្រូវតែទុកឲ្យសេចក្តីខ្ជាប់ខ្ជួនឬការស៊ូទ្រាំនោះបានធ្វើការឲ្យសម្រេចពេញលេញចុះព្រះគម្ពីរយ៉ាកុបជំពូក1ខ4ម្យ៉ាងវិញទៀតយើងត្រូវតែបន្តស៊ូទ្រាំរហូតដល់គោលបំណងរបស់ព្រះត្រូវបានសម្រេចយ៉ាងពេញលេញហើយទ្រង់បញ្ចប់ការសាកល្បងនោះកម្រណាស់ដែលព្រះជាម្ចាស់ប្រាប់យើងជាមុនថាការសាកល្បងនេះនឹងមានរយៈពេល6ខែដូច្នេះវាអាចកើតមានថាបន្ទាប់ពី5ខែកន្លះបុគ្គលម្នាក់អាចនិយាយថាខ្ញុំមិនអាចទ្រាំបានទៀតទេខ្ញុំបោះបង់ហើយនៅពេលវេលាបែបនេះយើងត្រូវចងចាំសេចក្តីសន្យារបស់ព្រះចំពោះយើងថាត្បិតគ្មានសេចក្តីល្បួងណាកើតដល់អ្នករាល់គ្នាក្រៅពីសេចក្តីល្បួងដែលត្រូវខាងមនុស្សលោកទេរីឯព្រះទ្រង់ក៏ស្មោះត្រង់ដែរទ្រង់មិនឲ្យកើតមានសេចក្តីល្បួងហួសកម្លាំងអ្នករាល់គ្នាឡើយគឺនៅវេលាណាដែលត្រូវល្បួងនោះទ្រង់ក៏រៀបផ្លូវឲ្យជិះរួចដើម្បីឲ្យអ្នករាល់គ្នាអាចនឹងទ្រាំបានព្រះគម្ពីរកូរិនថូសខ្សែទី1ជំពូក10ខ13ការរីកចម្រើនក្នុងការគ្រប់គ្រងខ្លួនឯងនៅក្នុងព្រះគម្ពីរកូរិនថូសខ្សែទី1ជំពូក9ខ25លោកប៉ុលដូចជាសរសេរទៅកាន់ជនជាតិហេប្រឺដោយប្រើឧទាហរណ៍របស់អត្តពលិកថាហើយអស់អ្នកដែលតយុទ្ធគ្នាគេខំអស់សង្កត់ចិត្តគ្រប់ជំពូកមានតែពេលដែលយើងបណ្ដោះការគ្រប់គ្រងខ្លួនឯងទេទើបយើងនឹងមានកម្លាំងដើម្បីស៊ូទ្រាំនៅក្នុងព្រះគម្ពីរពេត្រុសខ្សែទី2ជំពូក1ខ5ដល់ខ7ពេត្រុសបានរៀបរាប់ពីជំហាន7ដែលឡើងជាបន្តបន្ទាប់រហូតដល់កំពូលចាប់ពីគ្រឹះនៃជំនឿ
រហូតដល់ការបញ្ចប់ដ៏ខ្ពស់បំផុតនៃចរិតលក្ខណៈរបស់គ្រីស្ទបរិស័ទគឺសេចក្តីស្រឡាញ់អាហ្កាពេជំហានទាំងនេះមានដូចជាភាពទៀងត្រង់តម្រេះការចេះអត់សង្កត់សេចក្តីខ្ជាប់ខ្ជួនការចេះគោរពប្រតិបត្តិដល់ព្រះការរាប់អានគ្នាជាបងប្អូនសេចក្តីស្រឡាញ់ឥតលក្ខខណ្ឌនេះបញ្ជាក់យ៉ាងច្បាស់ថាការគ្រប់គ្រងខ្លួនឯងគឺជាតម្រូវការជាមុនដ៏សំខាន់សម្រាប់ការស៊ូទ្រាំរាល់ការសាកល្បងនៃការស៊ូទ្រាំក៏ជាការសាកល្បងនៃការគ្រប់គ្រងខ្លួនឯងដែរវានឹងបង្ហាញពីភាពទន់ខ្សោយណាមួយនៅក្នុងផ្នែកណាមួយនៃបុគ្គលិកលក្ខណៈរបស់យើងនៅក្នុងផ្នែកនៃអារម្មណ៍ភាពទន់ខ្សោយអាចជាការភ័យខ្លាចឬការបាក់ទឹកចិត្តឬការធ្លាក់ទឹកចិត្តនៅក្នុងនិស្ស័យខាងសាច់ឈាមរបស់យើងវាអាចជាតណ្ហាឬចំណង់អាហារដែលមិនអាចទប់ទល់បាននៅក្នុងទំនាក់ទំនងផ្ទាល់ខ្លួនរបស់យើងវាអាចជាកំហឹងឬការច្រណែននៅក្នុងការអភិវឌ្ឍខាងវិញ្ញាណរបស់យើងវាអាចជាមោទនភាពឬទំនុកចិត្តលើខ្លួនឯងទោះបីជាចំណុចខ្សោយនោះជាអ្វីក៏ដោយវានឹងត្រូវបានលាតត្រដាងនៅពេលយើងប្រឈមមុខនឹងបញ្ហាប្រឈមក្នុងការស៊ូទ្រាំវាជាការពិតដ៏សោកសៅមួយដែលគ្រីស្ទបរិស័ទជាច្រើនមិនដែលយកឈ្នះលើដំណាក់កាលទាំងនេះទេគឺការគ្រប់គ្រងខ្លួនឯងនិងការស៊ូទ្រាំជាលទ្ធផលពួកគេមិនដែលឈានទៅដល់ភាពខ្ពស់បំផុតនៃគុណសម្បត្តិគ្រីស្ទបរិស័ទក្នុងជំហាន3ទៀតដែលនៅសល់នោះទេគឺការគោរពប្រតិបត្តិដល់ព្រះការរាប់អានគ្នាជាបងប្អូននិងសេចក្តីស្រឡាញ់ឥតលក្ខខណ្ឌមេរៀនទី3ការសាកល្បងដ៏លំបាកបំផុតប្រសិនបើខ្ញុំសួរអ្នករាល់គ្នាថាតើអ្នកគិតថាការសាកល្បងដ៏លំបាកបំផុតដែលគ្រីស្ទបរិស័ទត្រូវប្រឈមមុខគឺជាអ្វីខ្ញុំប្រហែលជានឹងទទួលបានចម្លើយខុសៗគ្នាជាច្រើនចម្លើយផ្ទាល់ខ្លួនរបស់ខ្ញុំប្រហែលជាអាចធ្វើឲ្យអ្នកជាច្រើនមានការភ្ញាក់ផ្អើលប៉ុន្តែវាបានផ្អែកទៅលើបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំជាង50ឆ្នាំនៅក្នុងបណ្ឌកិច្ចគ្រីស្ទបរិស័ទខ្ញុំជឿថាការសាកល្បងដ៏លំបាកបំផុតដែលយើងទំនងជាប្រឈមមុខហើយការសាកល្បងដែលយើងទំនងជាមិនអាចឆ្លងផុតបានគឺភាពជោគជ័យស្ដេចសាឡូមោនបានប្រមានយើងថាការបង្ហើយអ្វីៗនោះវិសេសជាងការចាប់ផ្ដើមទៅទៀតហើយដែលមានចិត្តអត់ធ្មត់នោះវិសេសជាងមានចិត្តអំនួតដែរព្រះគម្ពីរសាស្តាជំពូក7ខ8និយាយម្យ៉ាងទៀតថាវាមិនមែនជារបៀបដែលអ្នកចាប់ផ្ដើមការប្រណាំងដែលធ្វើឲ្យអ្នកក្លាយជាអ្នកឈ្នះនោះទេប៉ុន្តែជារបៀបដែលអ្នកបញ្ចប់វាគ្រូគង្វាលជនជាតិចិនដ៏ចំណាស់ម្នាក់ដែលបានជាប់ពន្ធនាគារជាង20ឆ្នាំដោយសារជំនឿរបស់គាត់ហើយថ្មីនេះគាត់បានទៅនៅជាមួយព្រះអង្គម្ចាស់បានធ្វើអត្ថាធិប្បាយផ្ទាល់ខ្លួននេះថាខ្ញុំបានឃើញមនុស្សជាច្រើនមានការចាប់ផ្ដើមល្អប៉ុន្តែមានមនុស្សតិចណាស់ដែលមានទីបញ្ចប់ល្អខ្ញុំក៏អាចនិយាយដូចគ្នានេះបានដែរមានឧទាហរណ៍ជាច្រើនអំពីមនុស្សដែលសម្រេចបានជោគជ័យហើយយើងនឹងពិចារណាអំពីស្ដេចមួយចំនួនរបស់អ៊ីស្រាអែលស្ដេច3អង្គដំបូងទី1គឺស្ដេចសូលទ្រង់គឺជាយុវជនដ៏រឹងមាំនិងលេចធ្លោម្នាក់ដែលនៅដើមដំបូងនៃរាជរបស់ទ្រង់ទទួលបានជ័យជំនះខាងយោធាជាច្រើនប៉ុន្តែនៅពេលដែលព្រះជាម្ចាស់បញ្ជូនទ្រង់ទៅក្នុងបេសកកម្មប្រឆាំងនឹងពួកអាម៉េឡែកទ្រង់បានអនុញ្ញាតឲ្យការភ័យខ្លាចចំពោះមនុស្សរារាំងទ្រង់ពីការគោរពប្រតិបត្តិយ៉ាងពេញលេញចំពោះបទបញ្ជារបស់ព្រះជាម្ចាស់ជាលទ្ធផលហោរាសាមយូអែលបានមកឯទ្រង់ដោយនាំមកនៅរាជសារថាព្រះជាម្ចាស់កំពុងបដិសេធទ្រង់ធ្វើជាស្ដេចបញ្ហាឫសគល់របស់សូលត្រូវបានសង្ខេបនៅក្នុងសាររបស់សាមយូអែលថាក្នុងកាលដែលទ្រង់នៅថោកទាបដល់ព្រះនេតនៃអង្គទ្រង់នោះតើព្រះមិនបានតាំងទ្រង់ឡើងឲ្យធ្វើជាមេលើពូជអម្បូរអ៊ីស្រាអែលទាំងប៉ុន្មានទេឬអីដរាបណាស្ដេចសូលនៅមានចិត្តរៀបទៀបព្រះអាចប្រទានពរដល់គាត់ប៉ុន្តែពេលគាត់មានចិត្តអំនួតព្រះត្រូវតែទុកគាត់ចោលមួយឡែកការនេះអនុវត្តចំពោះយើងទាំងអស់គ្នាផងដែរនៅពេលដែលយើងមើលឃើញខ្លួនឯងតូចទាបនោះយើងមានកន្លែងសម្រាប់ភាពអស្ចារ្យរបស់ព្រះជាម្ចាស់ប៉ុន្តែនៅពេលដែលយើងក្លាយជាមនុស្សអស្ចារ្យ
នៅក្នុងក្រសែភ្នែករបស់យើងមិនទុកកន្លែងសម្រាប់ព្រះជាម្ចាស់បង្ហាញភាពអស្ចារ្យរបស់ព្រះអង្គតាមរយៈយើងឡើយអំណួតរបស់ស្ដេចសូលបានជំរុញឲ្យគាត់ឈានដល់ទីបញ្ចប់ដ៏គួរឲ្យសោកសៅនៅយប់ចុងក្រោយនៃជីវិតរបស់គាត់បានពិគ្រោះជាមួយនឹងមេធ្មប់ម្នាក់ហើយនៅថ្ងៃបន្ទាប់គាត់បានធ្វើអត្តឃាតនៅក្នុងសមរភូមិស្ដេចបន្ទាប់គឺដាវីតគឺជាបុរសម្នាក់ដែលជាទីគប់ប្រតិដល់ព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំទ្រង់ត្រូវរស់នៅជាអ្នករត់គេចខ្លួនដែលត្រូវបានស្ដេចសូលបៀតបៀននិងតាមប្រមាញ់យ៉ាងណាក៏ដោយទ្រង់បានឆ្លងកាត់រឿងទាំងអស់នេះដោយជោគជ័យហើយនៅទីបំផុតទ្រង់មានទីបន្តដ៏អស្ចារ្យមួយថាព្រះយេហូវ៉ាទ្រង់បានប្រទានរង្វាន់មកតាមសេចក្តីសុចរិតរបស់ទូបង្គំទ្រង់បានសងទូបង្គំតាមសេចក្តីបរិសុទ្ធនៃដៃទូបង្គំត្បិតទូបង្គំបានកាន់អស់ទាំងផ្លូវរបស់ព្រះយេហូវ៉ាហើយមិនបានថយចេញពីព្រះនៃទូបង្គំដោយប្រព្រឹត្តសេចក្តីអាក្រក់ឡើយព្រះគម្ពីរទំនុកដំកើងជំពូក18ខ20ប៉ុន្តែក្រោយមកស្ដេចដាវីតបានផ្លាស់ប្ដូរពាក្យពេចន៍ដែលគាត់បាននិយាយដោយថាអោព្រះអង្គម្ចាស់អើយសូមអាណិតមេត្តាដល់ទូបង្គំតាមសេចក្តីសប្បុរសរបស់ទ្រង់ហើយសូមលុបសេចក្តីរំលងរបស់ទូបង្គំចេញដោយសេចក្តីមេត្តាករុណាដ៏បរិបូរណ៍របស់ទ្រង់សូមលាងទូបង្គំឲ្យយ៉ាងស្អាតពីអំពើទុច្ចរិតរបស់ទូបង្គំផងសូមលាងសម្អាតអំពើបាបរបស់ទូបង្គំព្រះគម្ពីរទំនុកដំកើងជំពូក51ខ1ដល់ខ2តើមានអ្វីកើតឡើងហេតុអ្វីមានការផ្លាស់ប្ដូរស្ដេចដាវីតធ្លាប់មានបទពិសោធន៍នៃជ័យជំនះទាំងស្រុងបានលើកឡើងជាស្ដេចលើអ៊ីស្រាអែលទាំងមូលទទួលបានជ័យជំនះលើខ្មាំងសត្រូវទាំងអស់ទ្រង់កំពុងរីករាយនឹងផលផ្លែនៃជោគជ័យរបស់ទ្រង់លែងចេញទៅច្បាំងទៀតហើយទ្រង់ស្នាក់នៅក្នុងក្រុងយេរូសាឡិមដោយមានសេរីភាពពេញលេញក្នុងការរីករាយនឹងអ្វីទាំងអស់ដែលទ្រង់ចង់បានដូច្នេះទ្រង់មិនស្ទាក់ស្ទើរនោះទេក្នុងការលួងលោមបាសេបាដែលជាភរិយារបស់អ្នកជិតខាងឈ្មោះអ៊ូរីទ្រង់ក៏បានរៀបចំឲ្យសម្លាប់អ៊ូរីដើម្បីលាក់កំបាំងពីអំពើបាបរបស់ខ្លួនផងដែរនៅពេលដែលស្ដេចដាវីតទទួលបានជោគជ័យគាត់បានភ្លេចគោលការណ៍ដែលគាត់ធ្លាប់រស់នៅមុនគាត់ឡើងសោយរាជ្យអរគុណព្រះជាម្ចាស់នៅទីបំផុតដាវីតបានប្រែចិត្តហើយព្រះជាម្ចាស់បានអត់ទោសបាបរបស់គាត់យ៉ាងណាក៏ដោយអំពើបាបរបស់ដាវីតបានបន្សល់ទុកស្រមោលខ្មៅងងឹតលើកូនចៅរបស់គាត់ពីមួយជំនាន់ទៅមួយជំនាន់ព្រះជាម្ចាស់បានប្រមានគាត់ថាយ៉ាងដូច្នេះដាវមិនដែលឃ្លាតពីគ្រួឯងឡើយព្រះគម្ពីរសាមយូអែលខ្សែទី2ជំពូក12ខ10វាសំខាន់ណាស់សម្រាប់យើងទាំងអស់គ្នាដែលត្រូវចងចាំថាការអត់ទោសរបស់ព្រះជាម្ចាស់មិនចាំបាច់លុបចោលផលវិបាកទាំងអស់នៃអំពើបាបរបស់យើងនោះទេបុត្រារបស់ស្ដេចដាវីតគឺសាឡូមោនដែលបានឡើងសោយរាជ្យបន្តពីទ្រង់ត្រូវបានព្រះជាម្ចាស់ស្រឡាញ់និងជ្រើសរើសដោយសារតែទ្រង់ទទួលស្គាល់ដោយរាបសារនៅតម្រូវការខាងប្រាជ្ញារបស់ទ្រង់ព្រះជាម្ចាស់ក៏បានប្រទានទ្រព្យសម្បត្តិនិងកិត្តិយសដល់ទ្រង់ផងដែរទ្រង់បានក្លាយជាស្ដេចដែលមានប្រាជ្ញាបំផុតមានបំផុតនិងល្បីល្បាញបំផុតក្នុងចំណោមស្ដេចអ៊ីស្រាអែលទាំងអស់ទោះបីជាស្ដេចសាឡូមោនមានប្រាជ្ញាច្រើនយ៉ាងណាក៏ដោយក៏ទ្រង់មិនបានឈ្នះការសាឡបងនៃភាពជោគជ័យនោះទេត្បិតកាលណាសាឡូមោនទ្រង់ចាស់ហើយនោះភរិយាទ្រង់បានបង្វែរព្រះទ័យទ្រង់ឲ្យទៅតាមព្រះដទៃវិញហើយព្រះទ័យទ្រង់មិនបានស្មោះត្រង់នៅចំពោះព្រះយេហូវ៉ាជាព្រះនៃទ្រង់ដូចជាព្រះទ័យរបស់ដាវីតជាបិតាទ្រង់ទេពីព្រោះសាឡូមោនទ្រង់បានប្រតិបត្តិតាមព្រះអាថារ៉ូតជាព្រះនៃពួកស៊ីដូនហើយតាមព្រះមីលកូមជាសក្តីគូខ្ពើមរបស់ពួកអាម៉ូនដែរសាឡូមោនក៏ប្រព្រឹត្តការដែលអាក្រក់នៅព្រះនេត្រនៃព្រះយេហូវ៉ាហើយមិនបានតាមព្រះយេហូវ៉ាដោយពេញខ្នាតដូចជាដាវីតជាបិតាទ្រង់ដែរព្រះគម្ពីរពងសាវតារក្សត្រខ្សែទី1ជំពូក11ខ4ដល់ខ6ទោះបីជាស្ដេចសាឡូមោនបានមានការចាប់ផ្ដើមដ៏រុងរឿងក៏ដោយក៏ទ្រង់បានស្លាប់ក្នុងសភាពជាអ្នកថ្វាយបង្គំរូបព្រះស្ដេចពីរអង្គផ្សេងទៀតបន្ទាប់ពីស្ដេចសាឡូមោននគរនេះត្រូវបានបែងចែកគ្នាស្ដេចទាំងប៉ុន្មានរបស់អ៊ីស្រាអែលដែលជានគរភាគខាងជើង
បានคล้ายទៅជាអ្នកថ្វាយបង្គំរូបព្រះហើយត្រូវបានព្រះអង្គម្ចាស់បដិសេធស្ដេចជាច្រើននៃនគរខាងត្បូងគឺយូដាក៏បានងាកចេញពីព្រះអង្គម្ចាស់ទៅរកការថ្វាយបង្គំរូបព្រះដែរទោះជាយ៉ាងណាក៏ដោយមានស្ដេចសុចរិតពិតប្រាកដមួយចំនួននៅក្នុងស្រុកយូដាប៉ុន្តែគ្មានស្ដេចអង្គណាក្នុងចំណោមពួកគេបានឆ្លងផុតទាំងស្រុងនៅការសាកល្បងនៃភាពជោគជ័យបានទេជាឧទាហរណ៍ស្ដេចហេសេគៀគឺជាស្ដេចម្នាក់ដែលបានធ្វើកំណែទម្រង់ដ៏ធំនិងបានស្ដារការថ្វាយបង្គំព្រះយេហូវ៉ាឡើងវិញនៅពេលដែលស្ដេចសានហេរីបនៃស្រុកអាសាមកលំពត់ក្រុងយេរូសាឡឹមនោះព្រះអង្គម្ចាស់បានធ្វើអន្តរាគមន៍និងប្រទានការរំដោះដ៏អស្ចារ្យដល់ស្ដេចហេសេគៀនិងប្រជាជនរបស់ទ្រង់ក្រោយមកនៅពេលស្ដេចហេសេគៀមានជំងឺធ្ងន់រហូតជិតស្លាប់ព្រះមិនត្រឹមតែប្រោសឲ្យទ្រង់ជាប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានប្រទានទីសម្គាល់ដ៏អស្ចារ្យដល់ទ្រង់ដោយបញ្ច្រាស់ទិសដៅនៃស្រមោលព្រះអាទិត្យព្រះអង្គម្ចាស់ក៏បានសន្យាជាមួយស្ដេចហេសេគៀថានឹងចម្រើនអាយុឲ្យទ្រង់បន្ថែម15ឆ្នាំទៀតទីសម្គាល់ដ៏អស្ចារ្យនៅក្នុងព្រះអាទិត្យបានធ្វើឲ្យស្ដេចហេសេគៀមានកិត្តិនាមល្បីទៅដល់ប្រជាជាតិផ្សេងៗជាលទ្ធផលពួកការទូតនៅបាប៊ីឡូនបានមកដល់ដោយមានការពេញចិត្តចំពោះការយកចិត្តទុកដាក់របស់ពួកគេហេសេគៀបានបង្ហាញពួកគេនៅអ្វីៗទាំងអស់ដែលមានតម្លៃនៅក្នុងនគរទាំងមូលរបស់ទ្រង់ប៉ុន្តែទ្រង់មិនបានថ្វាយសិរីល្អដល់ព្រះទេបទគម្ពីរផ្ដល់នូវការបំភ្លឺពីរយ៉ាងអំពីការប្រព្រឹត្តរបស់ហេសេគៀប៉ុន្តែហេសេគៀទ្រង់មិនបានសងព្រះគុណតាមដែលព្រះបានប្រោសដល់ទ្រង់នោះទេត្បិតទ្រង់មានប្រតិយកម្រាស់ធំឡើងគឺទ្រង់បានត្រឡប់ជាមានអំនួតព្រះគម្ពីររបស់ក្សត្រខ្សែទី2ចំពុក32ខ25ប៉ុន្តែក្នុងការដែលរាជទូតនៃស្ដេចបាប៊ីឡូនបានមកស៊ើបសួរទ្រង់ពីការអស្ចារ្យដែលកើតឡើងក្នុងស្រុកនោះព្រះបានទុកទ្រង់ចោលដើម្បីនឹងលបងលោទ្រង់ឲ្យបានជ្រាបគ្រប់ទាំងគំនិតដែលមាននៅក្នុងព្រះទ័យទ្រង់ព្រះគម្ពីររបស់ក្សត្រខ្សែទី2ចំពុក32ខ31យើងអាចរៀនបានរឿងពីរយ៉ាងចេញពីស្ដេចហេសេគៀទី1ប្រសិនបើព្រះជាម្ចាស់ធ្វើការអស្ចារ្យពិសេសណាមួយដល់អ្នកនោះមិនមែនធ្វើឲ្យអ្នកក្លាយជាមនុស្សពិសេសនោះទេវាមានន័យថាអ្នកមានព្រះដ៏ពិសេសមួយអង្គទី2ប្រសិនបើព្រះជាម្ចាស់ដកវត្តមានរបស់ព្រះអង្គចេញហើយហាក់ដូចជាទ្រង់មិនធ្វើការនៅក្នុងជីវិតរបស់អ្នកទេវាអាចមានន័យថាទ្រង់កំពុងតែសាកល្បងអ្នកដើម្បីមើលថាតើអ្នកនឹងប្រព្រឹត្តយ៉ាងណានៅពេលដែលទ្រង់ត្រូវបានទុកចោលឲ្យនៅម្នាក់ឯងក្រោយមកក្នុងប្រវត្តិសាស្ត្ររបស់ស្រុកយូដាមានស្ដេចមួយអង្គទៀតគឺស្ដេចយ៉ូសៀសដូចជាស្ដេចហេសេគៀដែរព្រះអង្គបានធ្វើកំណែទម្រង់ដ៏ធំដើម្បីស្ដារឡើងវិញនៅការថ្វាយបង្គំព្រះយេហូវ៉ាទ្រង់បានបំផ្លាញអាសនៈដែលមានរូបព្រះនៅក្រុងបេតអែលក្នុងនគរខាងជើងផងដែរប៉ុន្តែជោគជ័យរបស់យូសៀសបានធ្វើឲ្យគាត់មានទំនុកចិត្តលើខ្លួនឯងនិងក្លាយជាមនុស្សប្រញាប់ប្រញាល់ដោយមិនបានប្រឹក្សាជាមួយព្រះម្ចាស់និងមិនយកចិត្តទុកដាក់ចំពោះការព្រមានដ៏ម៉ឺងម៉ាត់ដោយគាត់បានប្រឆាំងនឹងព្រះបាទនេកោជាស្ដេចអេស៊ីបហើយត្រូវបានសម្លាប់នៅក្នុងសមរភូមិជាមួយនឹងការស្លាប់របស់ទ្រង់ក្តីសង្ឃឹមចុងក្រោយរបស់ស្រុកយូដាក៏បានរលត់ផុតដែរមនុស្សជោគជ័យក្នុងព្រះគម្ពីរសញ្ញាថ្មីចុះមនុស្សក្នុងគម្ពីរសញ្ញាថ្មីវិញតើវាផ្ដល់ស្តង់ដារខុសគ្នាដែរឬទេសូមយើងក្រឡេកមើលបុគ្គលិកលក្ខណៈដ៏សំខាន់បំផុតគឺព្រះយេស៊ូវផ្ទាល់និងសិស្ស3នាក់របស់ទ្រង់គឺពេត្រុសយូហាននិងលោកប៉ុលចុះចំណែកទីបញ្ចប់របស់ពួកគេវិញជាការពិតណាស់ព្រះយេស៊ូវគឺមានលក្ខណៈពិសេសតែមួយគត់គឺទ្រង់ជាព្រះរាជបុត្រាដ៏ល្អឥតខ្ចោះនិងគ្មានបាបរបស់ព្រះទ្រង់មិនដែលបរាជ័យឡើយប៉ុន្តែទ្រង់បានបញ្ចប់ព្រះជន្មរបស់ទ្រង់ដោយការឆ្កាងទាំងអាក្រាតនៅលើឈើឆ្កាងនិងត្រូវបានគេចំអកមើលងាយនោះជារូបភាពចុងក្រោយដែលពិភពលោកបានឃើញអំពីព្រះយេស៊ូវការរស់ឡើងវិញបន្ទាប់និងសេរីល្អដែលបានបន្តត្រូវបានបង្ហាញតែចំពោះពួកស្មោះបន្ទាល់ដែលព្រះបានរើសអំពីមុនមកវិញព្រះគម្ពីរកិច្ចការជំពូក10ខ41ចុះពេត្រុសជាមេដឹកនាំនៃពួកសាវកទាំង12វិញយោងទៅតាមទំនៀមទម្លាប់ដែលអាចជឿទុកចិត្តបានជីវិតរបស់ពេត្រុសត្រូវបានបញ្ចប់នៅលើឈើឆ្កាងដោយត្រូវបានឆ្កាងក្បាលចុះក្រោម
តាមការស្នើសុំរបស់គាត់ពីព្រោះគាត់មានអារម្មណ៍ថាគាត់មិនមានភាពស័ក្តិសមក្នុងការរងទុក្ខតាមរបៀបដូចគ្នាទៅនឹងព្រះអម្ចាស់របស់គាត់ឡើយយើងមិនមានកំណត់ត្រាពិតប្រាកដណាមួយអំពីការស្លាប់របស់លោកយូហានឡើយប៉ុន្តែយើងដឹងថានៅពេលគាត់ចាស់គាត់ត្រូវបានគេនិរទេសទៅកាន់កោះប៉ាត់ម៉ូសជាកន្លែងដែលគាត់បានទទួលការបើកសម្ដែងដែលបានគាត់ទុកនៅក្នុងព្រះគម្ពីរវិវរណៈចុះលោកប៉ុលវិញយើងមានកំណត់ត្រាផ្ទាល់ខ្លួនរបស់គាត់អំពីរបៀបដែលគាត់និងសាវកដទៃទៀតបានរស់នៅលុះមកដល់ឥឡូវនេះយើងខ្ញុំត្រូវទាំងឃ្លានទាំងស្រេកហើយនៅអាក្រាតទាំងត្រូវគេវាយហើយក៏ដើររសាត់អណ្ដែតយើងខ្ញុំធ្វើការនឿយហត់នឹងដៃយើងកាលណាគេជេរនោះយើងខ្ញុំឲ្យពោវិញកាលណាគេបៀតបៀននោះយើងខ្ញុំទ្រាំទ្រកាលណាគេប្រមាថនោះយើងខ្ញុំអង្វរដល់គេហើយខ្ញុំបានត្រឡប់ដូចជាសម្រាមរបស់លោកីហើយដូចជាកំអែលនៃមនុស្សទាំងអស់ដរាបដល់ឥឡូវនេះព្រះគម្ពីរកូរិនថូសខ្សែទី1ចំពុក4ខ11ដល់ខ13នៅចុងបញ្ចប់បន្ទាប់ពីការបម្រើដ៏មានអំណាចនិងការអស្ចារ្យដែលបាននាំដំណឹងល្អទៅកាន់ពិភពសាស្ត្រដទៃជីវិតរបស់លោកប៉ុលបានបញ្ចប់ដោយការជាប់ច្រវាក់នៅក្នុងគុកងងឹតដ៏ត្រជាក់របស់ពួករ៉ូម៉ាំងគាត់ត្រូវបានមិត្តរួមការងារជិតស្និទ្ធរបស់គាត់បោះបង់ចោលចេញពីនោះមកគាត់ត្រូវបានគេយកទៅប្រហារជីវិតជាសាធារណៈដោយការកាត់ក្បាលតើកំណត់ត្រាទាំងនេះអំពីព្រះយេស៊ូវពេត្រុសយូហាននិងលោកប៉ុលមានន័យថាគ្រីស្ទបរិស័ទដែលបដិញ្ញាចិត្តទាំងអស់ត្រូវតែស្លាប់ដោយការស្លាប់របស់ទុក្ខបុគ្គលដែរឬទេឬថាគ្មានគ្រីស្ទបរិស័ទដែលបដិញ្ញាចិត្តណាអាចក្លាយជាអ្នកមានបានទេប៉ុន្តែពួកគេត្រូវអនុវត្តចំណុចសំខាន់បំផុតមួយគឺយើងមិនត្រូវអនុញ្ញាតឲ្យពិភពលោកនេះលបងយើងឲ្យទទួលយកស្តង់ដារនៃភាពជោគជ័យរបស់វាឡើយយើងមិនត្រូវស្វែងរកការយល់ព្រមពីពិភពលោកនេះឡើយបំណងប្រាថ្នាក្នុងការចង់បានប្រជាប្រិយភាពតែងតែមានគ្រោះថ្នាក់ព្រះយេស៊ូវបានផ្ដល់ឲ្យនៅការព្រមានយ៉ាងខ្លាំងប្រឆាំងនឹងការនេះទ្រង់មានបន្ទូលទៅកាន់ពួកផារីស៊ីថាវេទនាដល់អ្នករាល់គ្នាកាលណាមនុស្សទាំងអស់និយាយល្អពីអ្នករាល់គ្នាពីព្រោះកាលពីដើមពួកឯកកោបានប្រព្រឹត្តនិងពួកហោរាคล้ายៗយ៉ាងដូច្នោះដែរព្រះគម្ពីរលូកាចំពុក6ខ26គន្លឹះនៃភាពជោគជ័យពិតប្រាកដខ្ញុំបានប្រៀបធៀបចុងបញ្ចប់នៃស្ដេចទាំង5អង្គនៅក្នុងព្រះគម្ពីរសញ្ញាចាស់ជាមួយនឹងចុងបញ្ចប់នៃព្រះយេស៊ូវនិងពួកសិស្សរបស់ទ្រង់តើអ្វីជាគន្លឹះដែលខ្ញុំបានសួរដើម្បីសម្រេចបាននូវភាពជោគជ័យយូរអង្វែងព្រះអម្ចាស់បានដឹកនាំខ្ញុំទៅកាន់អត្ថបទព្រះគម្ពីរ2ទី1ពាក្យរបស់លោកប៉ុលនៅក្នុងព្រះគម្ពីរកូរិនថូសខ្សែទី1ចំពុក7ខ25ដែលថាតែខ្ញុំសម្ដែងដោយគំនិតខ្ញុំទុកដូចជាបានទទួលសេចក្តីមេត្តាករុណាមកពីព្រះអម្ចាស់ឲ្យបានគួរជឿដែរខ្ញុំបានឃើញថាដើម្បីឲ្យបានគួរជឿខ្ញុំត្រូវតែពឹងផ្អែកទាំងស្រុងលើសេចក្តីមេត្តាករុណារបស់ព្រះអម្ចាស់ខ្ញុំមិនអាចពឹងផ្អែកលើអ្វីផ្សេងទៀតបានទេដូចជាប្រវត្តិនៃការសិក្សាអំណោយទានខាងវិញ្ញាណសមិទ្ធផលពីអតីតកាលនិងចំនួនឆ្នាំនៃការបម្រើរបស់ខ្ញុំមានរឿងតែមួយគត់ដែលអាចធ្វើឲ្យខ្ញុំនៅតែអាចជឿទុកចិត្តបាននោះគឺសេចក្តីមេត្តាករុណារបស់ព្រះខ្ញុំត្រូវតែធ្វើឲ្យការដឹងនេះคล้ายជាគោលបំណងសំខាន់នៃជីវិតរបស់ខ្ញុំដោយត្រូវដឹងខ្លួនជានិច្ចថាខ្ញុំត្រូវពឹងផ្អែកលើសេចក្តីមេត្តាករុណារបស់ព្រះខ្ញុំត្រូវតែរក្សាការប្រុងប្រយ័ត្នរបស់ខ្ញុំប្រឆាំងនឹងអ្វីដែលអាចធ្វើឲ្យចិត្តមានភាពស្រអាប់ឬធ្វើឲ្យអារម្មណ៍របស់ខ្ញុំពឹងផ្អែកលើវាជាពិសេសខ្ញុំត្រូវតែខ្លំមើលនិងប្រយ័ត្នចំពោះរាល់ទម្រង់នៃភាពមានអំនួតនិងការពឹងផ្អែកលើខ្លួនឯងទី2គឺជាព្រះបន្ទូលរបស់ព្រះយេស៊ូវនៅក្នុងព្រះគម្ពីរយូហានចំពុក4ខ34នោះព្រះយេស៊ូវមានបន្ទូលទៅកាន់គេថាឯអាហារខ្ញុំគឺត្រង់ដែលខ្ញុំធ្វើតាមព្រះハរតីនៃព្រះដែលចាត់ឲ្យខ្ញុំមកព្រមទាំងបង្ហើយការរបស់ទ្រង់នោះឯងអាហាររបស់ព្រះយេស៊ូវដែលជាប្រភពនៃជីវិត
និងកម្លាំងរបស់ទ្រង់គឺជាការបដិញ្ញាចិត្តដ៏មុតមមរបស់ទ្រង់ក្នុងការធ្វើតាមព្រះハរតីរបស់ព្រះជាម្ចាស់រហូតដល់ចុងបញ្ចប់នៃព្រះជន្មរបស់ទ្រង់សូមចាំថារាល់ពេលព្រះជាម្ចាស់សាកល្បងយើងគឺដោយសារតែព្រះចង់បញ្ជាក់ពីតម្លៃរបស់យើងនៅពេលយើងរៀនទទួលយកវាដោយអំណរយើងនឹងទទួលបានបទពិសោធន៍ពីព្រះដែលធ្វើឲ្យយើងក្លាយជាមនុស្សកាន់តែដូចព្រះយេស៊ូវនោះហើយគឺជាជោគជ័យពិតប្រាកដដែលអ្នកនិងខ្ញុំត្រូវតែខិតខំស្វែង